សួស្តីបងប្អូនអរគ្នាជួបជាមួយលោកគ្រូនៅក្នុងវិញ្ញាសាទី3ចឹងថ្ងៃនេះលោកគ្រូមានវិញ្ញាសាគីមី1ត្រៀមប្រឡងជំនាញទី2តោះចឹងឥឡូវយើងចូលទៅមើលវិញ្ញាសាទាំងអស់គ្នាចឹងនៅក្នុងវិញ្ញាសារបស់យើងគឺទី1គេឲ្យយើងជ្រើសរើសចម្លើយដែលត្រឹមត្រូវចំពោះការជ្រើសរើសនេះយើងជ្រើសរើសចម្លើយត្រឹមត្រូវតែមួយទេរមាំងទី2យើងនិយាយអំពីការផ្គូផ្គងអំពីឈ្មោះទៅលើរូបមន្តនៃជាតិគីមីរមាំងទី3គឺយើងនិយាយអំពីការថ្លឹងសម័យកាលអញ្ចឹងគេមានសម័យកាលឲ្យយើងមួយគេឲ្យយើងទៅថ្លឹងវាហើយរមាំងទី4គឺយើងមានសំណួរចំនួន3ទាក់ទងទៅនឹងមេរៀនចំពុកចុងក្រោយគឺយើងនិយាយអំពី solution រមាំងទី5លំហាត់គេយកកាបូន12ក្រាមឲ្យមានចំហាយសប់ជាមួយនឹងអុកស៊ីសែនគេទទួលបានកាបូនឌីអុកស៊ីតក៏សរសេរសម័យកាលតាំងប្រតិកម្មខកណនាម៉ាស់អុកស៊ីសែនដែលចាំបាច់សម្រាប់ចំហាយកាបូនកកណនាម៉ាស់កាបូនឌីអុកស៊ីតដែលទទួលបានក្រោយពេលប្រតិកម្មអូខេចឹងដូចដែលបានបង្ហាញតទៅនឹងវិញ្ញាសារបស់យើងនៅក្នុងវិញ្ញាសាទី3នេះចុះឥឡូវយើងចូលទៅមើលដំណោះស្រាយរបស់យើងទាំងអស់គ្នាតោះចឹងយើងតាក់ទងទៅនឹងចម្លើយរមាំងទី1អូខេរមាំងទី1អញ្ចឹងសំណួរទី1គេសួរថាតើមួយណាជាឈ្មោះរបស់ ZnSO4 អញ្ចឹងយើងបងប្អូនដឹងហើយតាក់ទងទៅនឹង ZnSO4 គឺយើងនិយាយអំពីរូបមន្តនៃស័ង្កសីស៊ុលផាតអូខេដែលមានស័ង្កសីជាមួយនឹងស៊ុលផាតទី2តើអាស៊ីតក្លូរីត្រិកឬក៏ HCl ជា molecule ប្រភេទអ្វីគេឲ្យយើងបង្ហាញអំពីប្រភេទ molecule របស់វាថាតើ HCl នឹងវាជាប្រភេទ molecule ដូចម្ដេចវាអាចជា mono atom di atom ឬក៏ tri atom អូខេអញ្ចឹងគេថា HCl នេះវាគឺជា molecule di atom ដែលវាមានអាតូមចំនួន2អូខេអញ្ចឹងយើងតទៀតតកតងទៅនឹងសំណួរបន្តនៅក្នុងរមាំងទី3អូខេបងប្អូនអញ្ចឹងនៅក្នុងរមាំងទី3គេឲ្យយើងគូកងពីឈ្មោះទៅនិមិត្តសញ្ញាអញ្ចឹងលេខ1គឺយើងមានអំពីប្រាក់ស៊ុលផាតអញ្ចឹងប្រាក់ស៊ុលផាតគឺមានរូបមន្ត AgSO4 Ag2SO4 អញ្ចឹងយើងទៅចម្លើយខណាចម្លើយខទី2គឺបារីយ៉ូមស៊ុលផាតអញ្ចឹងតកតងទៅនឹងបារីយ៉ូមស៊ុលផាតមាននិមិត្តសញ្ញា BaSO4 គោគឺដែក2ក្លរ៉ូអញ្ចឹងដែក2ក្លរ៉ូគឺចម្លើយក FeCl2 គឺជាដែក2ក្លរ៉ូតោះអញ្ចឹងយើងចូលទៅដល់រមាំងទី3បងប្អូនរមាំងទី3គេឲ្យយើងថ្លឹងអំពីសម័យកាលអញ្ចឹងនេះគឺជាការថ្លឹងសម័យកាលរបស់យើងគឺយើងមានស័ង្កសីប្រតិកម្មមួយនឹងអាស៊ីតក្លូរីត្រិកយើងទទួលបានស័ង្កសីក្លរ៉ូជាមួយនឹងអ៊ីថូសែនអញ្ចឹងយើងអាចប្រៀបធៀបម្ដងមួយទៅលើចំនួនអាតូមរបស់វាយើងឃើញថាអាស៊ីតក្លូរីត្រិកគឺមានយើងថែមមេគុណ2លេខ2ម៉ាញ៉េស្យូមជាមួយនឹងអាស៊ីតក្លូរីត្រិកយើងទទួលបានម៉ាញ៉េស្យូមក្លរ៉ូនិងអ៊ីថូសែនអញ្ចឹងយើងថែមនៅខាងមុខអាស៊ីតនេះចំនួន2ដូចគ្នាលេខ3យើងថែមនៅខាងមុខប៉ូតាស្យូមអ៊ីត្រូកស៊ីតរមាំងទី4សំណួរចម្លើយអូខេអញ្ចឹងឥឡូវយើងមកមើលនៅក្នុងរមាំងទី4សំណួរទី1គេសួរថាតើ solution ឆ្អែតណាជាប្រភេទ solution ដូចម្ដេចឬក៏ solution ឆ្អែតជាអ្វីអញ្ចឹងយើងដឹងតើតើទៅនឹង solution ឆ្អែតយើងសំដៅទៅលើប្រភេទនៃ solution ដែលมันអាចរំលាយនៅសារធាតុរលាយនឹងបន្ថែមទៀតបានអញ្ចឹង solution ប្រភេទហ្នឹងត្រូវបានគេហៅថាជា solution ឆ្អែតអូខេអញ្ចឹងតាមចម្លើយរបស់យើងឆ្លើយតាមម៉េចអញ្ចឹងគេថា solution ឆ្អែតគឺជា solution ដែលมันអាចរំលាយនៅសារធាតុរលាយបន្ថែមទៀតបានសំណួរទី2គេសួរថាដូចម្ដេចដែលហៅថាធាតុរលាយអញ្ចឹងនៅក្នុងធាតុរលាយនេះយើងអាចឆ្លើយថាដែលហៅថាធាតុរលាយគឺជាសារធាតុដែលអាចរលាយនៅក្នុងធាតុរំលាយបានអញ្ចឹងឲ្យតែធាតុណាដែលវារលាយនៅក្នុងធាតុរំលាយអានោះហើយយើងហៅថាសារធាតុរលាយសំណួរចុងក្រោយកំហាប់ជាភាគរយនៃ solution មានរូបមន្តដូចម្ដេចអញ្ចឹងយើងដឹងតើតើទៅនឹងកំហាប់ជាភាគរយនៃ solution គឺយើងមានរូបមន្តមួយគឺ C ភាគរយស្មើទៅនឹងម៉ាស់នៃធាតុរលាយដែលយើងតាំងដោយ MIT នេះគុណជាមួយនឹង100
ចែកជាមួយ mass solution ឬក៏យើងហៅថា ms អញ្ចឹងបើសិនយើងយកអំពីរូបមន្តរបស់វាតែម្ដង c ភាគរយស្មើនឹង mst គុណ100ចែកជាមួយនឹង ms អញ្ចឹងអានេះគឺជាសំណួរនិងចម្លើយនៅក្នុងរមាំងទី4ដល់ឥឡូវយើងចូលទៅមើលលំហាត់នៅក្នុងរមាំងទី5អំពីការដោះស្រាយលំហាត់នេះអញ្ចឹងមុននឹងចូលទៅដល់ការដោះស្រាយលំហាត់នេះយើងត្រូវសរសេរសមីការជាមុនសិនអញ្ចឹងតកតងនឹងសមីការចំហេះកាបូនណានៅពេលដែលយើងយកកាបូនទៅដុតយើងនឹងទទួលបានឧស្ម័នកាបូនអ៊ុកស៊ីតអញ្ចឹងសមីការតាំងប្រតិកម្មកាបូនប្រតិកម្មជាមួយអុកស៊ីសែនទទួលបានកាបូនឌីអុកស៊ីតគឺ CO2 អញ្ចឹងមុននឹងទៅគណនាបន្តយើងមើលថាតើសមីការរបស់យើងមានលំនឹងហើយនៅអញ្ចឹងយើងឃើញថាចំនួនអាតូមរបស់វាគឺមានចំនួនស្មើគ្នាហើយណាអញ្ចឹងយើងទៅមើលនៅក្នុងសំណួរបន្ទាប់គេឲ្យយើងគណនាម៉ាស់អុកស៊ីសែនដែលចាំបាច់ព្រោះនៅក្នុងប្រធានលំហាត់របស់យើងគេថាម៉េចគេយកកាបូន12ក្រាមទៅឲ្យមានចំហេះសពជាមួយអុកស៊ីសែនគេទទួលបានកាបូនឌីអុកស៊ីតអញ្ចឹងគេប្រើម៉ាស់កាបូនឌីអុកស៊ីតនេះចំនួន12ក្រាមអញ្ចឹងដើម្បីគណនាម៉ាស់របស់អុកស៊ីសែនបានយើងប្រើ clear មួយគេហៅថាតាមសមីការខាងលើនេះសមីការមួយនេះអញ្ចឹងកន្លែងនេះមានន័យថាការដោះស្រាយម៉ាស់របស់យើងគឺយើងត្រូវការរកតាមសមីការអញ្ចឹងគេថាបើតាមសមីការខាងលើនេះយើងសង្កេតឃើញថាម៉េចឃើញថាបើសិនជាគេប្រើកាបូនចំនួន12ក្រាមក្នុង1ម៉ូលត្រូវការអុកស៊ីសែននឹងចំនួន32ក្រាមក្នុង1ម៉ូលទី1ទី2បើសិនជាគេឲ្យកាបូននឹងចំនួន12ក្រាមអញ្ចឹងកន្លែងនេះមិនមែន12ក្រាមក្នុង1ម៉ូលទេណាអញ្ចឹងកន្លែងនេះគឺ12ក្រាមណាគ្នាយើងអញ្ចឹងកន្លែងនេះ12ក្រាមលោកគ្រូសរសេរទៅភ្លេចមើលបន្តិចអញ្ចឹងអធិស្ឋានអញ្ចឹងនៅក្នុងជួរទី2គេថាបើសិនជាគេប្រើកាបូនចំនួន12ក្រាមវិញតើត្រូវការអុកស៊ីសែននឹងចំនួនប្រមាណអញ្ចឹងកន្លែងនេះជាកន្លែងមួយដែរយើងអត់ស្គាល់អញ្ចឹងហើយយើងត្រូវតាំងវាកាលណាយើងមិនស្គាល់យើងត្រូវតាំងវាអញ្ចឹងបន្ទាប់ពីយើងតាំងហើយយើងទាញតាមសមាមាត្រណាអញ្ចឹងតាមសមាមាត្រយើងបានម៉ាស់ម៉ូលេគុលរបស់កាបូន12ក្រាមក្នុង1ម៉ូលនៅលើម៉ាស់របស់កាបូនដែលគេឲ្យមកគឺ12ក្រាមស្មើជាមួយនឹង32នៅលើ m ណា32លើ m អញ្ចឹងយើងទាញរកតម្លៃរបស់ m អញ្ចឹង norm m របស់យើងស្មើអីគេ norm m ស្មើទៅនឹង12គុណដោយ32ចែក12អញ្ចឹងយើងចែកវាមកនៅសល់32អញ្ចឹងគេថាដូចនេះម៉ាស់របស់អុកស៊ីសែនដែលចាំបាច់ប្រើនៅក្នុងចំហេះរបស់កាបូនដើម្បីបង្កើតទៅជាកាបូនឌីអុកស៊ីតហ្នឹងគឺត្រូវការម៉ាស់អុកស៊ីសែននឹងចំនួន32ក្រាមអូខេអញ្ចឹងកន្លែងនេះដូចគ្នាដែរគ្នាយើងណាអញ្ចឹងអានេះគឺក្រាមទេមិនមែនជាក្រាមក្នុង1ម៉ូលទេណាអញ្ចឹងយើងកែឡើងនឹងបន្តិចទៅអូខេអញ្ចឹងគ្រូសូមលុបវាចោលឡើងនេះអញ្ចឹងយើងទុកតែខាងមុខនេះបានហើយអូខេតើអញ្ចឹងយើងទៅមើលបន្តទៀតគេថាគណនាម៉ាស់របស់កាបូនឌីអុកស៊ីតដែលទទួលបានក្រោយពេលប្រតិកម្មអញ្ចឹងយើងដឹងថាតកតងទៅនឹងការគណនាម៉ាស់កាបូនឌីអុកស៊ីតយើងអាចមានជម្រើស2ទី1គឺបងអាចប្រើតាមច្បាប់ភាសាម៉ាស់ក៏បានដែរម៉ាស់កាបូនបូកជាមួយនឹងម៉ាស់អុកស៊ីសែនស្មើជាមួយនឹងម៉ាស់របស់កាបូនឌីអុកស៊ីតក៏បានដែរប៉ុន្តែឥឡូវនេះលោកគ្រូវិចារទៅណាចឹងតាមសមីការខាងលើដូចគ្នាមិញណាតាមសមីការខាងលើយើងឃើញថាម៉េចបើសិនជាគេប្រើកាបូន12ក្រាមក្នុង1ម៉ូលត្រូវទទួលបានឡើយនេះសំទោសឡើយទទួលបានណាចឹងទទួលបានកាបូនឌីអុកស៊ីតនឹងចំនួន44ក្រាមចឹងកន្លែងនេះយើងឆូតវាចោលតិចទៅជៀសវាងកុំឲ្យច្រឡំចឹងកន្លែងនេះគឺយើងដាក់ថាទទួលបានណាទទួលបានអូខេចឹងកន្លែងនេះក៏ដូចគ្នាដែរយើងដាក់ថាទទួលបានវិញយើងកែឡើងនេះតិចមកអូខេទទួលបានកាបូនឌីអុកស៊ីតចំនួនm ណាយើងតាំងវាដោយ m ចឹងទាញតាមសមាមាត្រដូចគ្នាមកគឺយើងបាន12នៅលើ12ស្មើជាមួយ44នៅលើ m អញ្ចឹង norm m ស្មើគេ norm m ស្មើនឹង12គុណឲ្យ44ចែកឲ្យ12អញ្ចឹងយើងសម្រួល12មកគឺសល់44អញ្ចឹងគេថាដូចនេះម៉ាស់របស់កាបូនឌីអុកស៊ីតដែលទទួលបានក្រោយពេលប្រតិកម្មនោះគឺចំនួន44ក្រាមអូខេអញ្ចឹង sorry ឡើយនេះណាអញ្ចឹងឡើយនេះគឺ44ក្រាមតោះអញ្ចឹងនៅក្នុងលំហាត់របស់យើងនេះគឺសម្រាប់វិញ្ញាសាទី3លោកគ្រូមានប៉ុណ្ណឹងបើសិនជាបងប្អូនមានសំណួរអាច comment នៅខាងក្រោមវីដេអូនេះបានអរគុណជួបគ្នានៅវិញ្ញាសាទី4